ចាប់តាំងពីមានបញ្ហាព្រំដែនកម្ពុជាថៃនាពេលថ្មីនេះប្រជាជនខ្មែរយើងដែលកំពុងធ្វើសឹកបានកើនឡើងរហូតដល់ជាង400,000 នាក់រួមទាំងស្ត្រីនិងកុមារដែលពួកគាត់បច្ចុប្បន្ននេះកំពុងតែប្រឈមមុខនឹងការខ្វះខាតក្នុងស្មារតីខ្មែរតែមួយយើងពិតជាអាចនៅស្ងៀមបានទេអញ្ចឹងហើយបានយើងបង្កើតឲ្យមានមូលនិធិមេកុងឡែននេះឡើងដោយការកន្លងទៅយើងក៏បានចុះទៅដល់ខេត្តឧត្តរមានជ័យដើម្បីនាំយកនៅសម្ភារៈចាំបាច់មួយចំនួនជូនដល់កងទ័ពជួរមុខហើយលើកនេះយើងបានរៀបចំជំនួយបន្ថែមជាការលើកទឹកចិត្តដើម្បីមានការចូលរួមពីបងប្អូនជនរួមជាតិខ្មែរដើម្បីជួយដល់វិរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលមានតម្រូវការបច្ចុប្បន្នយើងទទួលបានការបរិច្ចាគពីអតិថិជនដែលជាម្ចាស់ផ្ទះសាធារណជនពីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់បូរីមេកុងឡែនហើយយើងក៏នៅតែទទួលការបរិច្ចាគជាបន្តបន្ទាប់ទៀតផងដែរតាមរយៈការបរិច្ចាគនៅពេលនេះគឺដើម្បីប្រជាជនខ្មែរបង្ហាញពីការសាមគ្គីក្នុងនាមខ្មែរតែមួយបងប្អូនអាចចូលរួមបានជាស្បៀងជាថវិកាឬជាសម្ភារៈដែលបងប្អូនអាចយកមកបរិច្ចាគនៅតាមគម្រោងមេកុងឡែនទាំង3គម្រោងដែលយើងរងចាំទទួលនិងរៀបចំឲ្យបានដល់គោលដៅត្រូវការផ្ទាល់ចូលរួមជាមួយយើងឥឡូវនេះខ្មែររួមគ្នាខ្មែរជាអ្នកបូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ